ការចិញ្ចឹមមាន់ដោយប្រឡែងឲ្យដើរស៊ីតាមបែបលក្ខណៈគ្រួសារអាចជួបនៅហានិភ័យជាច្រើនប៉ុន្តែក៏មកតិនអូសរំលងស្ដាប់ខ្ញុំនិយាយឲ្យចប់សិនការចិញ្ចឹមមាន់បែបលក្ខណៈគ្រួសារដូចខ្ញុំអញ្ចឹងខ្ញុំចិញ្ចឹមដោយឲ្យវាពងហើយក្រាបបែបធម្មជាតិតែម្ដងគឺយើងអត់មានធ្វើការភ្ញាស់ដោយប្រើទូអីទេបាទដូចខ្ញុំថតឲ្យមើលអញ្ចឹងគឺខ្លះគឺទើបតែពងបានមួយខ្លះគឺវាក្រាបហើយបាទអញ្ចឹងដោយសារតែខ្ញុំចិញ្ចឹមហ្នឹងគឺទាំងជ្រូកផងមាន់ផងដាក់ជិតគ្នាតែម្ដងបាទអញ្ចឹងសម្រាប់តើយើងគួរធ្វើយ៉ាងណាដើម្បីកុំឲ្យមាន់របស់យើងជួបនៅហានិភ័យច្រើនបាទអញ្ចឹងបងប្អូនដែលចិញ្ចឹមប្រកាសជាដឹងពីវិធីក្នុងការធ្វើយ៉ាងណាកុំឲ្យមាន់របស់បងប្អូនឈឺហើយបាទប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានថ្នាំដែលដើម្បីជួយនៅមាន់របស់យើងកុំឲ្យវាជួបនៅបញ្ហាឈឺច្រើនផងដែរបាទអញ្ចឹងមុននឹងចូលដល់សាច់រឿងនេះខ្ញុំបង្ហាញអំពីបាទលឹកក្រៃបាទបងប្អូនលឹកក្រៃនេះខ្ញុំច្រូតវាបាទខ្ញុំច្រូតវាយកទៅហាលឲ្យស្ងួតហើយនេះខ្ញុំនឹងយកវាមកធ្វើជាសម្បុកមាន់បាទបងប្អូនដោយសារតែឃើញមេ2 3ក្បាលទៀតហ្នឹងវាកំពុងតែអត់ចាប់ផ្ដើមរពងដែរហើយបាទអញ្ចឹងទៅមេ2ហ្នឹងគឺពងបានច្រើនដែរហើយវាក៏បានក្រាបពងទៅហើយបាទអញ្ចឹងទៅមានមេ2 3ក្បាលទៀតដែលវាកំពុងតែចាប់ផ្ដើមរពងបានហើយខ្លះក៏ពងបានមួយហើយដែរអញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏ឆ្លៀតយកស្លឹកគ្រៃដើម្បីយកមកធ្វើជាសម្បុករបស់វាដើម្បីឲ្យវាពងបាទដោយសារតែស្លឹកគ្រៃគឺជារបស់ពិសេសខ្លាំងមែនតើបាទសម្រាប់តំបន់បងប្អូនបើសិនជាពិបាកក្នុងការរកសម្បុកបាទអាចយកស្លឹកគ្រៃធ្វើជាសម្បុកបានបាទប៉ុន្តែតាមតំបន់ខ្លះគឺសម្បូរចំបើងសម្បូរអីហ្នឹងគេអាចយកចំបើងទៅធ្វើជាសម្បុកបានប៉ុន្តែចំបើងវាធ្វើជាសម្បុកគឺវាអាចកើតនៅសមើលច្រើនបាទបងប្អូនបើសិនជាយើងយកស្លឹកគ្រៃទៅធ្វើជាសម្បុកគឺវាអត់កើតនៅសត្វសមើលទេដោយសារតែសមើលហ្នឹងវាចាញ់ក្លិនស្លឹកគ្រៃអញ្ចឹងទៅធ្វើឲ្យវាអត់អាចរស់នៅជាមួយនឹងមាន់ដែលក្រាបពងបានទេបាទអញ្ចឹងមាន់ខ្ញុំដាក់ស្លឹកគ្រៃសម្បុកធ្វើពីស្លឹកគ្រៃតែម្ដងបាទដើម្បីការពារកុំឲ្យវាមានសមើលទុំនៅលើមេមាន់របស់យើងបាទព្រោះវាសមើលហ្នឹងតែកាលណាតែវាទុំនៅលើមេមាន់យើងហើយវាបឺតឈាមពីមាន់វាធ្វើឲ្យមាន់របស់យើងស្គមនិងជួបបញ្ហាជំងឺផ្សេងបាទអញ្ចឹងដើម្បីកុំឲ្យជួបនៅបញ្ហាទាំងហ្នឹងវិធីមួយទៀតបងប្អូនអាចប្រើជាមួយថ្នាំមួយប្រភេទដែលមានឈ្មោះថាណាកូស៊ីតបាទណាកូស៊ីតហ្នឹងវាជាប្រភេទថ្នាំដើម្បីកម្ចាត់នៅពពួកសត្វល្អិតនៅក្នុងទ្រុងបាទដូចជាពពួកវីរុសអីជាដើមដែលវាទុំបាទអានឹងគឺយើងប្រើសម្រាប់លាងនៅឧបករណ៍ក៏បានបាញ់លាងទៅលើផ្ទៃទ្រុងឬក៏ជុំវិញទ្រុងយើងអាចប្រើលាងបានទាំងអស់តែម្ដងបាទអញ្ចឹងមួយមុខទៀតគឺតកតងទៅនឹងថ្នាំទម្លាក់សត្វល្អិតបាទអានឹងគឺយើងត្រូវតែប្រើវាជាដាច់ខាតបាទដោយសារតែយើងចិញ្ចឹមបែបប្រឡែងណាអញ្ចឹងយើងត្រូវតែប្រើវាបើសិនជាយើងអត់ប្រើវាអាចធ្វើឲ្យមាន់របស់យើងឈឺឬក៏សុខភាពរបស់វាខ្សោយអីជាដើមបាទសម្រាប់សម្បុកដែលខ្ញុំយកមកក្រងធ្វើនេះគឺខ្ញុំធ្វើពីស្លឹកគ្រៃដែលខ្ញុំច្រូតវាយកមកហាលហើយក៏ឲ្យវាស្ងួតសិនយើងអត់យកវាទៅក្រងទាំងស្រស់ទេបន្ទាប់ពីស្ងួតហើយគឺយើងយកវាមកក្រងធ្វើជាសម្បុកតែម្ដងប៉ុន្តែសម្រាប់អ្នកខ្លះគឺគេអត់ទៅធ្វើឲ្យยุ่งយากអីទេគឺគេយកសម្បុក
lăng vào rồi cái do lăng máu cứ do slực cây đã càng không tầm đó cứ rồi chỉ cả sạch và tay nhom ăn miên lăng chẳng tới nhom do slực cây do một con vừa chia sầm bọc tầm đó bộ dương pra chẳng có về mình từ khát ấy đẹp rồi xaแต่dương miên slực cây tràn đầy chẳng nàyสำหรับธนำตั้งปีประเภทได้ยมมาปรับเติมบางปนมันอันนั้นคือไปที่ประบ่อเวียมาสำหรับธนำตะเละสัตว์เล็ดยังอาจปลาเวียนำไปเลี้ยจมวยหนึ่งตึกบ่าบางปนเลี้ยจมวยตึกนำไปเอาเวียผักแต่มาดองกับบานได้หรือมาย่างเตี้ยนำไปเอาเวียบานซีโจลแต่ขนมคลวนกันแต่เลื้อนบ่าพอเวคล้ายอย่างดักตึกเต้เวียอาจจะอัดผักพอยังไปเล่นเวียเดินตามเวียใส่อย่างนั้นนะchẳng tới dương đã vía cho bol lia cho môi nâng chấm này bà bộ phết mà sáu người xưa lệ dương đã cho bol cho môi chấm này hỡi dương đã thực sam tích tới rồi hỡi dương cho bol về trôn cho môi nâng chấm này bảo dương rồi dương bài ở về xí chứng về xí tới cứ ban trôn từ con luân lươn chiêng dương đã trôn từ con tực bà rồi bị khác cứ về ai ấp hật chẳng nè bà chứngสำหรับนำได้ยังปลาสำหรับบันสำหรับเมรุกคือยังอาจจะเลี้ยจมวยหนึ่งตึกหายยังยออุปกรณ์ยังปลาปลายอมาตรำบ้านของได้บ่าพวกไอ้บางส่วนยังอัดบันเวียไปเลยยังไปคล้ายอัดซอบบ้านลอยยังบอกปลาปลาดูเชี่ยกำบัดดูเชี่ยอุปกรณ์นัวเซนึงแต่ยังอาจยอเวียมาจุลุจมวยหนึ่งตึกทนำบ่อยยืงกับบ้านได้พอเวลาเจียบบ้านโจสอบบ้านอจำในทนำนั้นคือยังตระตบันจุ่มวิญตรงบ่อยยืงแต่งเตยตรงแต่งลือสมบกลือเตยคางไอตรงนั้นคือยังตระตบันเวียบ่าพวกมอยสัตว์เล็ดเวียเลิงเซนอย่างนั้นบ่าจังสมบกบ่อยยืงคือเฟือเลยคือเฟือหายบางปนบ่าจังคือเวียเมียนรูปเรียงแบบหนึ่งเองบ่าจังยังโยตดะแต่มาดองคือมันยังอาจปองบานหายแต่ปนนั้นบ่าจังสำหรับบางปนได้จำนับอารมณ์จังบานในทนำโยตปราปะหรือก็อัดดังตัวติงในกลายนะบางปนได้จำเนตตำนองบานตามลิจูรศัพท์ในขนมวิดีโอนี้บ่า